សូមជូនរឿងសារមណីភាគទី15ជាសំណាងល្អខ្ញុំរួចខ្លួនពុំត្រូវបានគេហៅទៅទទួលទោសជាមួយអ្នកឯទៀតទេបើសិនជាទៅប្រហែលជាខ្ញុំទទួលទោសធ្ងន់ជាងគេផងក៏មិនដឹងព្រោះក្នុងពេលមានរឿងហ្នឹងខ្ញុំជាបញ្ចោខ្លាំងដៃណាស់លួងអស់សង្ឃឹមទុនដៃទុនជើងប្រគល់កិច្ចការទៅឲ្យលោកមហាមន្ត្រីចាត់ចែងជំនួសដើម្បីបំពេញចិត្តស្រីគេចាប់ម្ចាស់ស្ត្រីចិន្តាវង្សដែលគ្នាគ្មានដឹងរឿងអ្វីសោះយកទៅដាក់គុកលេងទៅទេព្រោះគ្នាជាចៅស្ដេចអង្គឌួងសាច់ញាតិឆ្ងាយពីគេហើយជាពិសេសទៅទៀតគ្នាកំព្រាមាននរណាជួយការពារផងខ្ញុំអាយុបាន12ឆ្នាំហើយប៉ុន្តែចរិតខ្ញុំឃើញហាក់ដូចជាគ្មានប្រែប្រួលប្លែកពីដើមសោះអ្នកឯមទទួលបន្ទុកខាងត្រួតត្រាក្រុមចាំយាមបម្រើលួងនិងបើកប្រាក់ខែឲ្យពួកអស់អ្នកអស់នាងបានចុះឈ្មោះខ្ញុំទៅក្នុងបញ្ជីក្រុមយាមទី4ហើយខ្ញុំក៏ចូលទៅកាន់មុខការថ្មីចាប់តាំងពីពេលនោះមកពួកស្រីយាមបម្រើលួងមានចែកជា4ក្រុមដែលត្រូវចូលមកធ្វើការឲ្យបានទៀងទាត់បំផុតពួកធំក្នុងក្រុមនីមួយត្រូវចូលទៅគាល់ផ្ទាល់ដល់ក្នុងបន្ទប់ដែលលួងគង់តែម្ដងសម្រាប់រៀបចំខ្សៀភានបញ្ជូនពាក្យបញ្ជាផ្សេងមកឲ្យអ្នកបម្រើនិងរៀបចំព្រះស្ងោយថ្វាយលួងសោយលើតុតាមរបៀបអឺរ៉ុបហើយខ្លួនឯងបរិភោគបាយអង្គុយជាអ្នករបាំពុំបានបោះបង់ការហាត់រាំប្រចាំថ្ងៃរបស់ខ្លួនចោលទេម្ល៉េះហើយមួយថ្ងៃគ្នារវល់ជាប់រហូតរកពេលដើរកំសាន្តមិនបានហើយតែទំនេរក៏តាំងប្រាស់ដេកភ្លាមទោះអស់កម្លាំងអត់ងងុយខ្លាំងពេកក្នុងរាជលួងមុនតែនរណាបានមកបម្រើលួងហើយទុកជាមិនបាច់ទៅហាត់រាំក៏គេមិនដែលថាអ្វីដែរខុសប្លែកពីឥឡូវឆ្ងាយណាស់ប៉ុន្តែយើងជាពួកក្មេងតូចគេឲ្យនៅខាងក្រៅត្រង់រៀនហាលឬក្នុងបន្ទប់ណាមួយក្បែរបន្ទប់លួងសម្រាប់ចាំជួយធ្វើការពួកធំនិងអង្គុយទាញខ្សែបក់ផ្លិតពីយួរនៅពីដានឲ្យរហើយក្នុងកន្លែងលួងគង់មុខការទាញខ្សែបក់ផ្លិតតាមប្រហោងជញ្ជាំងអញ្ចឹងវាមិនគប់ចិត្តខ្ញុំសោះទម្រាំតែផុតយាមម្ដងខ្ញុំអបសក់ស្ទើររយះដើមទ្រូងថ្ងៃមួយខ្ញុំយកខ្សែមកចងបន្តឲ្យបានវែងមែនតែនដើម្បីចេញទៅទិញនំនៅខាងក្រៅស្រាប់តែខ្សែនោះដាច់ប៉ិតខ្ញុំភ័យស្ទើរលួសព្រលឹងប៉ុន្តែជាសំណាងល្អពេលនោះលួងកំពុងផ្ទុំលក់ស្កប់ស្កល់ពុំបានឃើញកន្ទុយខ្សែរបូតទៅដល់ចិត្តក្រែទេពេលមួយនោះយើងកំពុងអង្គុយជុំគ្នាក្នុងបន្ទប់ទទួលភ្ញៀវរងចាំលួងនិងស្នំគប់ប្រតិយទាំងឡាយសោយនិងបរិភោគបាយរួចនឹងអាលគេរៀបចំឲ្យយើងបរិភោគម្ដងស្រាប់តែឮសូរសំឡេងលួងស្រែកខ្លាំងហៅពួកយើងក្មេងតូចឲ្យចូលទៅបរិភោគបាយជាមួយពួកគេឯងខាងក្នុងគ្រាន់តែលឺអញ្ចឹងភ្លាមពួកម៉ាក់ខ្ញុំស្ទុះរត់ប្រូចគេចបាត់អស់ព្រោះពួកវាខ្លាចលួងផងខ្មាស់គេផងមិនហ៊ានចូលទៅស៊ីបាយចិត្តគេខ្ញុំក៏រៀបរត់ទៅតាមគេដែរប៉ុន្តែលួងចូលមកទាន់ឃើញខ្ញុំតែម្នាក់ឯងក៏កំហុកសួរថាពួកដឹងទៅណាអត់ទៅអញហៅវារត់ពួនអញ្ចឹងណានេះក្មេងច្រឡើមអស់នឹងសំតកាត់កចោលហើយឯងមិនក៏មិនរត់ទៅនឹងគេទៅឯងឈ្មោះអីខ្ញុំក៏ឆ្លើយទៅវិញថាក្រាបទូលខ្ញុំម្ចាស់ឈ្មោះយ៉ាហែមមីណាក៏ឈ្មោះយ៉ែម
em đôi kia ta tầng ong tớ từ si bài chăm anh rồi mua mây đã ai nhóm đai trôi từ nồng hay ông cùi các bài phụ khôn phụ mòm đang tam sầm lăng mưa nhóm đòi nhờ nhầm chụp mòm nù cho vai nhóm qua nơi tì nụ đại còn ông cùi các bài cả ấy luồng còn nơi dây làng rập điệp nhẹ nhẹ theo mà cha sắp bài chật na đã khơiประអង្គចង់ប្រទានឈ្មោះឲ្យក្មេងនេះខ្ញុំម្ចាស់ស្រឡាញ់វាណាស់ព្រោះវាមានចរិតគួរឲ្យចូលចិត្តមើលឈប់មើលម៉ែនូចាំអញរកឈ្មោះល្អដាក់ឲ្យវាការបរិភោគបាយបានបន្តទៅទៀតក្នុងបរិយាកាសសប្បាយរីករាយខ្ញុំសង្កេតឃើញពួកបោយប្រុសអាចចេញចូលក្នុងបន្ទប់បានដោយសេរីដើម្បីលើកម្ហូបអាហារបម្រើលួងនិងប្រពន្ធលួងដែលជាការផ្ទុយស្រឡះកាលពីរាជមុនពួកបោយនេះស្លៀកពាក់សង្ហាអស្ចារ្យអ្នកខ្លះជាកូននិមឺនធំដុំផងសុខចិត្តមកធ្វើបោយលួងព្រោះតែចង់នៅចិត្តអស់អ្នកអស់នាងនិងស្រីរបាំនៅពីមុខតុលួងគេក្រាលកន្ទេលធំពីរលើកម្រាលព្រំហើយរៀបចំចានប្រាក់ដបស្រាបារាំងនិងបង្អែមពោពាសពីលើនោះពួកស្រីបំរើតម្រៀបគ្នាជាជួរលើកថាសមាសដាក់បាយអង្ករសក្បោសនិងម្ហូបអាហារផ្សេងពីដំណាក់ពិសេសមកហុចបន្តឲ្យបោយប្រុសយកមករៀបចំថ្វាយលួងលើតុនិងរៀបចំដាក់ឲ្យយើងបរិភោគលើកន្ទេលហើយថយទៅអង្គុយលុតជង្គង់ពីក្រោយខ្នងយើងចាំបំរើហុចនេះហុចនោះទៀតខ្ញុំអង្គុយបាត់ជើងផ្អៀងខ្លួនបន្តិចច្រត់ទៅលើដៃឆ្វេងដោយពួកគេធំដែរសល់ទំនេរតែដៃស្ដាំមួយសម្រាប់កាន់ស្លាបព្រាឬសមយើងអង្គុយចាំតែស៊ីមានឈ្នួលចាំបំរើដួសបាយហុចទឹកគ្រប់បែបយ៉ាងទាំងអស់ស្រីចាស់ទុំអង្គុយផ្អែកខ្នងទល់នឹងជញ្ជាំងជុំវិញបន្ទប់ចាំយាមបំរើយើងក្នុងបន្ទប់នេះមានមនុស្សអ៊ូអែនិងអុចភ្លើងភ្លឺប្រងព្រាតពេញមួយយប់ទល់ភ្លឺខ្ញុំសង្កេតឃើញក្នុងចំណោមពួកស្រីដែលអង្គុយបរិភោគបាយជុំវិញកន្ទេលមានពួកកូនអ្នកស្រែទើបមកនៅវាំងថ្មីហើយត្រូវលួងហៅឲ្យមកស៊ីបាយជាមួយគេដែរដើម្បីលោកនិយាយបង្អាប់បន្ទោសឲ្យអស់អ្នកអស់នាងនិងអ្នកបម្រើបានសើចលេងជាល្បែងខ្ញុំយល់ឃើញថាស្ដេចផែនដីដល់ធ្វើអញ្ចឹងទៅវាដូចជាមិនសូវសមរម្យព្រោះវាដូចជាបង្អាប់ស្រីបម្រើឲ្យថោកជាងបោយលាងចានទៅទៀតនៅក្នុងរាជថ្មីនេះអ្វីក៏ផ្លាស់ប្ដូរទាំងអស់គឺលួងមិនគ្រាន់តែអនុញ្ញាតឲ្យបោយប្រុសចូលមកក្នុងបន្ទប់ផ្ទាល់ប៉ុណ្ណោះទេថែមទាំងបង្គាប់ឲ្យពួកនោះនិយាយរឿងចំអេះចំអាស់នៅក្នុងមុខយើងស្រីដើម្បីសើចលេងទៀតផងស្អែកឡើងម៉មនូហៅខ្ញុំទៅលាបម្សៅលាបទឹកអប់ដើម្បីទៅគាល់សុំឈ្មោះថ្មីឃើញម៉មនូនាំខ្ញុំមកលួងញញឹមខ្ជិបងើបអង្គុយលើគ្រែសំយងជើងមកចិត្តយើងដែលអង្គុយបាត់ជើងផ្ទាល់លើកន្ទេលលោកងូក្បាលគិតយ៉ាងយូរហើយធ្វើមាត់ជីបអូចសូត្រឈ្មោះតែបានប្រទានឲ្យគេរួចទៅហើយមើលឈ្មោះស៊ីម៉ាឡាស៊ីម៉ារ៉េតកេតស៊ីដនីសុផាស៊ីសូប៊ីរ៉ានផិតសមុនសុផារ៉េតវិឡៃឡាបុផាភួងសុមារិនដួងប៊ូងាសយផានរកានសមនមិត្តសយសង្វានម៉ាឡាស៊ីនៅទីបញ្ចប់លោកមានបន្ទូលថាមើលឈ្មោះសុមារ៉េតវាមិនសមសោះស៊ីម៉ាឡាក៏មិនសម